ជំរាបសួរôngពូមីងយាយតាទាំងអស់គ្នាថ្ងៃនេះសុខសប្បាយអត់ចំណែកកូនណាសុខសប្បាយជាទេគ្រាន់តែôngពូមីងយាយតាទាំងអស់គ្នាស្ដាប់សំឡេងកូនពីដំបូងក៏ដឹងថាកូនសុខសប្បាយដែរព្រោះសើចក្អាកអាយម្លឹងហើយថ្ងៃនេះកូនចេញវីដេអូមកបេះស្វាយព្រោះស្វាយផ្លែស្រួយដើមôngពូមីងយាយតាទាំងអស់គ្នាអើយមិនដឹងយកធ្វើគេអត់ទេមានតែបេះយកតែបន្ទុំហើយបេះបន្ទុំហ្នឹងបេះមិនបន្តិចទេព្រោះបន្ទុំហើយម្លាំងហើយតែកូនភ្លេចថតវីដេអូអញ្ចឹងកូនក៏មកបេះបន្តិចទៅមកកន្ត្រកនេះបេះទុកផ្ញើមកយាយទួតអាយុ92ឆ្នាំហើយគាត់ហូបអីមិនសូវបានទេហាក់បានតែរបស់តុនអញ្ចឹងមានតែស្វាយទុំហើយរដូវកាលស្វាយច្រើនផងតែយកស្វាយនឹងជូតមកយាយហើយស្វាយនេះតម្រង់តែបានបន្ទុំនឹងជ្រិញអស់ហើយôngពូមីងអើយពួកកូនអត់ចេះចាប់ស្វាយផងហើយឲ្យកូនមកចាប់ហើយម៉ាក់បោះមកលឿនពេកកូនចាប់អត់ទាន់ជ្រិញអស់បាត់ហើយតម្រង់បានមកយាយទួតខ្លាចមកយាយទួតញ៉ាំទៅឈឺពោះទៀតណាតែអត់អីទេពេលបន្ទុំហ្នឹងម៉ាក់គ្រាន់តែថតទេការពិតម៉ាក់អូនយកស្វាយនឹងចេញហើយយកស្វាយថ្មីដាក់បន្ទុំឲ្យកូនហើយបន្ទាប់ពី3មួយសន្ទុះហ្នឹងកូនក៏បានរើសយកមកផ្ទះព្រោះមកល្មមមកកន្ត្រកហើយតែយូរទៅដូចអស់កម្លាំងកូនក៏ជូតញើសមួយមកបើឡើងហួយញើសហើយធ្វើការហត់ពេកបន្ទាប់ពីយកស្វាយមកដល់កន្លែងដើមឈើហ្នឹងកូនក៏បេះស្លឹកឈើមួយចំនួនមួយដៃយកទៅបន្ទុំស្វាយព្រោះស្វាយបន្ទុំថ្មអត់ល្អទេខូចសុខភាពអញ្ចឹងបន្ទុំមួយស្លឹកឈើធម្មជាតិហើយកូនខាំហ្នឹងគ្រាន់ចង់ប្រាប់ថាôngពូមីងយាយតាទាំងអស់គ្នាថាស្លឹកឈើហ្នឹងអត់ពុលទេស្លឹកឈើហ្នឹងផ្អែមឆ្ងាញ់ណាស់យកទៅបន្ទុំស្វាយក៏ឆាប់ទុំស្វាយដែរបន្ទាប់ពីយកស្លឹកឈើហើយកូនយកស្វាយយកមកដាក់ក្នុងឡាំងដើម្បីបន្ទុំតែស្វាយនេះកូនបោះម្សៅទៀតដល់ជ្រិញប៉ក់វល់តែម្ដងស្វាយនេះបន្ទុំហើយគឺដឹងតែហូបអត់កើតទេវាជូរបាត់ហើយបើកូនបោកប្រាស់អញ្ចឹងកូនអត់ចេះធ្នមដៃបន្ទាប់ពីដាក់ស្វាយហើយក៏ត្រូវយកស្លឹកឈើយកមកដាក់បន្ទុំពីលើដើម្បីឲ្យឆាប់ទុំតែកូនឃើញដំណងក៏ធ្វើជាឆាប់មួយសិនទៅហើយស្លឹកឈើហ្នឹងអង្គខ្ជិលកាច់ទៅយូរអញ្ចឹងលើកក្របអញ្ចឹងឆាប់ហើយបន្ទាប់ពីក្របបាន2 3ថ្ងៃឥឡូវនេះមកមើលស្វាយពិតជាទុំមែនតែស្វាយទុំបាត់ហើយតែស្លឹកឈើនៅរស់រវើកដែរហ្មងស្លឹកឈើនេះប៉ិនទ្រាំនេះអូនអញ្ចឹងបន្ទាប់ពីរើស្លឹកឈើហើយកូនក៏រើស្វាយទុំហ្នឹងដាក់នៅកន្ត្រកអាណាខ្ចីទុកចោលនៅហ្នឹងទៅបើវាអត់ព្រមទុំរើហ្នឹងក៏បានជ្រុះមួយទៀតវល់អស់ហើយកូនចាតាអាណាល្អឲ្យនិយាយទេអាមួយជ្រុះហ្នឹងកូនអត់យកមកឲ្យនិយាយទួទេខ្លាចបាបរើសយូរហើយមិនទាន់ពេញកន្ត្រកទៀតអញ្ចឹងកូនក៏ចូលដល់ក្នុងឡាំងហ្នឹងដើម្បីចូលរើសតែម្ដងបើរើសមួយថ្ងៃហើយមិនអស់ផងក៏ឡាំងធំតែស្វាយតិចអញ្ចឹងបាក់រើបន្តិចហើយរើសហើយបានមកកន្ត្រកពេញក៏ជិះម៉ូតូយកឲ្យមកយាយទួតទុកយូរតិចទៀតហ្នឹងកូនញ៉ាំអស់ឡូវហ្នឹងពេលពងរើហ្នឹងខិនឈ្ងុយចង់តែហូបដែរហ្នឹងគាត់ជិះមកសន្ទុះហ្នឹងម្ដងបន្ទប់ឲ្យយាយទួតជ្រុះមួយទៀតកូនដូចលាក់អាឡាតដល់ហើយôngពូមីងអើយកុំប្រកាន់កូនអីអាជ្រុះមួយហ្នឹងកូនអត់ដើរមកយាយទួតទេកូនឲ្យមកយាយទួតហើយឥឡូវមកយាយរើចេញពីកន្ត្រកមកយាយថាឲ្យច្រើនណាស់មកយាយហូបអត់អស់ទេតែកូនអត់ព្រមទេឲ្យមកយាយយកអស់ទៅកូនត្រឡប់ទៅផ្ទះវិញហើយអរគុណôngពូមីងយាយតាទាំងអស់គ្នាដែលបានមើលអូន